រៀននៅសាលាបានសញ្ញាបត្រតែចេញទៅធ្វើការបានសញ្ញាឃើញសញ្ញាបត្រយើងរៀនទ្រឹស្ដីនៅនឹងសាលាទ្រឹស្ដីនេះជាអ្វីទ្រឹស្ដីនេះគឺជាបង្គំនៃបទពិសោធន៍របស់អ្នកផ្សេងដែលយកមកបង្គំសំយោគដកស្រង់ចេញទៅជាទ្រឹស្ដីមួយយកមកបង្រៀនយើងចឹងសួរថាតើបទពិសោធន៍របស់អ្នកផ្សេងនេះវាត្រូវសម្រាប់យើងទេវាអត់ 100%ទេប៉ុន្តែវាមូលដ្ឋានដែរព្រោះកត្តាសង្គមកត្តាខ្លះវាដូចគ្នាបើរឿងវិទ្យាសាស្ត្រអាហ្នឹងគឺប្រកាសជាមិនខុសទេពិតណាសម័យឥឡូវសំបីតែវិទ្យាសាស្ត្រហ្នឹងក៏ជំងឺឧទាហរណ៍ជំងឺមួយក៏វាបំផ្លែងដែរដូចកូវីដចឹងកាលមុនគេរឿងតែជំងឺផ្ដាសាយដល់ឥឡូវវាបំផ្លែងគេត្រូវសិក្សាតែយ៉ាងហោចណាស់ពេលគេធ្វើថ្នាំគេផ្អែកទៅលើអាមូលដ្ឋានពីមុនមកខ្លះដើម្បីយើងធ្វើថ្នាំភ្លាមតែថាព្រោះថ្នាំមួយត្រូវការប្រហែលជា 5-6 ឆ្នាំដើម្បីដកពិសោធន៍ទៅថាវាមិនសិនវាបោះតែកូវីដយើងអត់តែបានមូលដ្ឋានបទពិសោធន៍ពីមុនជំនាញដូចគ្នាយើងបានបទពិសោធន៍នៅក្នុងសាលាហើយយើងយកជាមូលដ្ឋានហើយប៉ុន្តែដល់ពេលជាក់ស្ដែងគឺអាចខុសពីនេះតែត្រូវមានគម្ពីរមួយច្បាស់ផងអាដឹងដូចនៅក្នុងកងទ័ពចឹងពេលដែលគេប្រើអាវុធគាំទ្ររៀនដំបូងគឺរៀនវាស់មុំបាញ់ទីហោថាមើលគោលដៅទៅនោះគេមើលផែនមើលសម្មែលទៅនៅក្នុងរូបហ្នឹងក្នុងសម្មែលហ្នឹងគេមានអាម៉ែត្ររបស់គេវាយតម្លៃថាប្រវែងប្រមាណម៉ែត្រប្រមាណគេកណនាតាមគណិតទៅដឹងថាចម្ងាយប្រមាណរៀននៅសាលាបានសញ្ញាបត្រតែចេញទៅធ្វើការបានសញ្ញាឃើញសញ្ញាបត្រយើងរៀនទ្រឹស្ដីនៅនឹងសាលាទ្រឹស្ដីនេះជាអ្វីទ្រឹស្ដីនេះគឺជាបង្គំនៃបទពិសោធន៍របស់អ្នកផ្សេងដែលយកមកបង្គំសំយោគដកស្រង់ចេញទៅជាទ្រឹស្ដីមួយយកមកបង្រៀនយើងចឹងសួរថាតើបទពិសោធន៍របស់អ្នកផ្សេងនេះវាត្រូវសម្រាប់យើងទេវាអត់ 100%ទេប៉ុន្តែវាមូលដ្ឋានដែរព្រោះកត្តាសង្គមកត្តាខ្លះវាដូចគ្នាបើរឿងវិទ្យាសាស្ត្រអាហ្នឹងគឺប្រកាសជាមិនខុសទេពិតណាសម័យឥឡូវសំបីតែវិទ្យាសាស្ត្រហ្នឹងក៏ជំងឺឧទាហរណ៍ជំងឺមួយក៏វាបំផ្លែងដែរដូចកូវីដចឹងកាលមុនគេរឿងតែជំងឺផ្ដាសាយដល់ឥឡូវវាបំផ្លែងគេត្រូវសិក្សាតែយ៉ាងហោចណាស់ពេលគេធ្វើថ្នាំគេផ្អែកទៅលើអាមូលដ្ឋានពីមុនមកខ្លះដើម្បីយើងធ្វើថ្នាំភ្លាមតែថាព្រោះថ្នាំមួយត្រូវការប្រហែលជា 5-6 ឆ្នាំដើម្បីដកពិសោធន៍ទៅថាវាមិនសិនវាបោះតែកូវីដយើងអត់តែបានមូលដ្ឋានបទពិសោធន៍ពីមុនជំនាញដូចគ្នាយើងបានបទពិសោធន៍នៅក្នុងសាលាហើយយើងយកជាមូលដ្ឋានហើយប៉ុន្តែដល់ពេលជាក់ស្ដែងគឺអាចខុសពីនេះតែត្រូវមានគម្ពីរមួយច្បាស់ផងអាដឹងដូចនៅក្នុងកងទ័ពចឹងពេលដែលគេប្រើអាវុធគាំទ្រ